ប្រព្រឹត្តតក់មកពេលឃើញសមណេរឬក៏ស្មូតយាចកប្រើពាក្យអាក្រក់ជេរស្ដីឲ្យលោកនិយាយពាក្យចាក់ដោតលក់លើយបញ្ឆោតអ្នកមានសិលឲ្យអព្វកិត្តិយសជាដើម 8. សាំងថកប្រែតជាប្រែតដែលមានក្រចកដូចកាំបិតប្រែតប្រភេទនេះមានដំបៅពេញរាងកាយក្នុងសាច់សុទ្ធតែពងរុយមានខ្ទុះពាសពេញខ្លួនប្រាណក្លិនស្អុយកគ្រុកភ្នែកធំលៀនច្រមុះធំវែងពោះធ្លាក់ត្រយងស្រែកធ្ងោរងទុកដោយសេចក្តីស្រែកឃ្លានខំយកដៃខ្វាពាសពេញប្រាណក្រចកវែងមុតខ្វេះហែកសាច់ខ្លួនឯងយកសាច់ខ្លួនឯងយកមកស៊ីជាចំណីអាហារប៉ុន្តែស៊ីណាស់រឹតតែឃ្លានណាស់ព្រោះវាមានកម្មក្រាស់ណាស់នៅក្នុងព្រៃជ្រៅនៅលើកោះក៏មានច្រើនណាស់ដែរក៏គោករាប់ម៉ឺនសែនក្បាលឯណោះកាលពីជាតិមុនអត់បានធ្វើបន់មានចិត្តកាចប្រែតនេះនៅពេលដែលរស់នៅគឺចិត្តរិស្យាប្រកែកជាមួយនឹងឪម៉ែព្រមទាំងវាយគាត់ធ្វើបាបគាត់ប្រមាថជីដូនជីតាឬក៏សាច់ញាតិសន្តានបំភ្លេចគុណគេបង្វែរគុណបែរទៅឲ្យទោសគេទៅវិញ 9. បុព្វតកប្រែតជាប្រែតដែលមានកាយដូចភ្នំប្រែតប្រភេទនេះមានដៃជើងខ្លីៗធំខ្ពស់ដូចភ្នំក្បាលតូចក៏ខ្លីសាច់រឹងដូចដំរីចំពោះខ្លួនប្រាណវិញគឺមានភ្លើងឆេះរងំឆេះទាំងយប់ឆេះទាំងថ្ងៃដូចជាភ្លើងឆេះភ្នំស្រែកឃ្លានអាហាររាប់កោតឆ្នាំឃ្លានឥតស្រាក់ស្រានតែមិនស្លាប់ព្រោះបានធ្វើបាបកម្មច្រើននិងទ្រាំរស់បែបនេះរាប់រយឆ្នាំលុះអស់កម្មពៀប្រែតនេះច្រើនរស់នៅក្នុងដងព្រៃជ្រៅហេមពៀនឬក៏ភ្នំកិច្ចកោតកាលពីជាតិមុនគឺជាមនុស្សទុរជនមានចិត្តរឹងរូសចង់គុំឆ្លោះប្រកែកនឹងតាមព្យាបាទគេឯងឥតកោតក្រែងអំពើអាក្រក់ដែលខ្លួនបានសាង 10. អញ្ចកររង្គប្រែតជាប្រែតដែលមានកាយដូចពស់ថ្លាន់ប្រែតប្រភេទនេះមានក្បាលច្រើនប្រភេទដូចជាពស់ថ្លាន់សត្វខ្លាជាឆ្មាគោក្របីប្រែតនេះចម្លែកមានរូបរាងប្លែកខុសប្រក្រតីខ្លួនជាពស់ថ្លាន់ធំវានៅលើដីធំវែងដូចភ្នំភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃស្រែកឃ្លានអាហារគ្រប់ពេលវេលាចេះតែធ្ងោស្រែកទុកខ្លាំងពេកក្រៃប្រែតនេះច្រើនរស់នៅក្នុងព្រៃជ្រៅឬក៏បុព្វតាក្បែរសមុទ្រលើដុំសេឡាជាដើមប្រែតនេះគឺជាតិមុនមិនបានធ្វើបន់ប្រព្រឹត្តប៉ោឡែមិនខ្លាចម៉ែឪជីដូនជីតាជេរប្រមាថជេរអ្នកមានគុណថាជាឆ្កែជាឆ្មាជាដើមចំពោះព្រះសង្ឃក៏មិនខ្លាចប្រើប្រាស់ពាក្យសម្ដីប្រមាថទៅទៀតធ្វើឲ្យប្រែតនេះមានក្បាលច្រើនបែបនេះឯងមានភ្លើងឆេះគ្រប់ពេលវេលា 11. វិមានកប្រែតជាប្រែតដែលមានវិមាននៅប្រែតប្រភេទនេះមានរូបធំត្រមឹងរាងធាត់ក្រអាញរំដោះចិត្តឆឹងពុះប៉ោងត្រង់ផ្លឹងសម្បើមអស្ចារ្យប៉ុន្តែសុកទុកគឺស្ទើរគ្មានតាមធម្មតាដៃកាន់អាវុធចិត្តកាចឃ្លាវខ្លាប្រែតនេះគេហៅថាយមរាជទៅកាប់សត្វនរកឈាមប្រឡាក់ព្រាចពីព្រឹកដល់ល្ងាចអត់បាយអត់ទឹកវាយសួរចម្លើយកាត់ទោសគ្រប់នរកត្រួតត្រាលើគេទាំងអស់ពេលដែលសោយសុកគឺคล้ายខ្លួនទៅជាទេវបុត្រកំឡោះមានរូបល្អឥតខ្ចោះនៅក្នុងឋានសួគ៌ស្រីទេពអប្សរចោមរំសំស្នេហ៍ដល់ពេលសោយទុកគឺកើតចេញជាប្រែតចង្រៃរងទុកវេទនាទាំងយប់ទាំងថ្ងៃប្រែតនេះកាលពីជាតិមុនប្រព្រឹត្តអំពើលីលាតែបានធ្វើទានខ្លះធ្វើតាមទម្លាប់គឺបុណ្យក៏ធ្វើបាបក៏ធ្វើនៅក្នុងន័យប្រមាថដូចនេះឯងទៅផលកម្មសងទាំងពីរបែបនេះទៅចុងក្រោយគឺទី 12 មហិធិកប្រែតជាប្រែតដែលមានរិទ្ធច្រើនជាធំជាងប្រែតទាំងឡាយមើលខុសមើលត្រូវប្រែតទាំងអស់ប្រែតប្រភេទនេះរូបល្អពេញជាទីស្ដេចនៃប្រែតជាអ្នកមានរិទ្ធល្អឥតមានពីរស្មើរូបទេវតាមានគ្រឿងស្លៀកពាក់ស្រស់ស្អាតពេកក្រៃទាស់តែស្រែកឃ្លានអាហារអ្វីត្រេកអរលឹះលុបឃើញហើយខំស្ទុះទៅចាប់កើបស្រវាបានដាក់ចូលទៅក្នុងមាត់លេបទៅកាលណាស្រាប់តែខ្លាចទៅជាដុំដែកជាប្រែតដែលស្រែកឃ្លានណាស់ព្រោះមានកម្មច្រើនដូចគ្នាក្លិនស្អុយអស្ចារ្យល្អតែរូបរាងកាយប្រែតនេះកាលពីជាតិមុនបួសនៅក្នុងសាសនាតែប្រមាថសាសនាសុសសាយបួសមិនប្រព្រឹត្តវិន័យបួសឆាន់តែបាយប្រព្រឹត្តអាក្រក់ធ្វើមិច្ឆាចារឆោបបោកក្រហោះប្លន់លៀបមិនប្រតិបត្តិតាមវិន័យក្នុងចំណោមប្រែតទាំង12ប្រភេទនេះមានប្រែតតែ4ប្រភេទតែប៉ុណ្ណោះដែលអាចមកទទួលអាហារអំពីញាតិដែលឧទ្ទិសឲ្យទី1គឺប្រែតដែលចិញ្ចឹមជីវិតដោយអាស្រ័យទៅលើអាហារដែលអ្នកដទៃឧទ្ទិសឲ្យទី2គឺជាប្រែតដែលរងសេចក្តីទុក្ខលំបាកព្រោះតែស្រេកឃ្លានជាប់ជានិច្ចទី3គឺជាប្រែតដែលសោយទុក្ខវេទនាត្រូវភ្លើងដុតឲ្យក្តៅជានិច្ចនិងពពួកប្រែតនៅក្នុងពពួកអសុរកាយឬក៏ឈ្មោះរបស់អសុរកាយដែលជាប្រែតជាដើម
បាទអញ្ចឹងអត្ថបទតាក់ទងជាមួយនឹងពិធីបុណ្យភ្ជុំបិណ្ឌព្រមជាមួយនឹងប្រែតទាំង12ប្រភេទនៅក្នុងជំនឿពុទ្ធសាសនាក៏បានចប់ត្រឹមប៉ុណ្ណឹងគ្នាយើងមានយោបល់យ៉ាងណាដែរចំពោះប្រែតទាំង12នេះចូលរួមមតិយោបល់ទាំងអស់គ្នានៅក្នុង comment ខាងក្រោមហើយក៏សូមអធិស្ឋានសម្រាប់សូរស័ព្ទសូរសៀងដែលខ្ញុំបានអាននៅក្នុងអត្ថបទមួយនេះដោយហេតុសុទ្ធតែជាពាក្យបាលីសំស្ក្រឹតអរគុណច្រើនក្នុងការតាមដានវីដេអូឃ្លីបមួយនេះបាទអញ្ចឹង content យើងថ្ងៃហ្នឹងគឺនិយាយពីនារីម្នាក់រោគចិត្តហើយបើសិនជាគេដាក់ rating កម្រិតរោគចិត្តហ្នឹង level 100ដែលកំពូលបំផុតគាត់110សាហាវមែនតើហ្មងហ្នឹងហើយបងប្អូននារីម្នាក់នេះគឺមានរឿងអាកំបាំងខ្លាំងមែនតើដែលមនុស្សគ្រប់គ្នានៅជុំវិញខ្លួនរបស់នាងមិនថាតែប្តីទី1ប្តីទី2ម្ដាយឬក៏សំបីតែកូនបង្កើតរបស់នាងហ្នឹងបើមិនស្លាប់ក៏ពិការដែរនារីម្នាក់នេះគឺជាឧក្រិដ្ឋជន psychopath ជាស្រីស្អាតដ៏ល្បីបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូងដែលមានភាពប៉ិនប្រសប់នៅក្នុងការប្រើប្រាស់សម្រស់ទេពកោសល្យនៅក្នុងការសម្ដែងនិងភាពពុតបុត្រមាយារបស់នាងដើម្បីបោកប្រាស់ធ្វើឲ្យអ្នកជុំវិញខ្លួនរបស់នាងមានរបួសដោយការរុញច្រានប្តីរបស់ខ្លួនឲ្យធ្លាក់ពីលើជណ្ដើរចាក់ភ្នែកប្តីរបស់ខ្លួនហើយនឹងម្ដាយរបស់ខ្លួនជាដើមសូម្បីតែដុតផ្ទះម្ដាយរបស់ខ្លួនឬក៏ដាក់ថ្នាំសម្លាប់ប្តីរបស់ខ្លួនក៏នាងហ៊ានធ្វើដែរគឺដើម្បីតែគោលបំណងមួយគត់ទទួលបានលុយធានារ៉ាប់រងជីវិតរបស់ពួកគេមកបំពេញតណ្ហានិង lifestyle ហឺហារបស់នាងគឺហួសចិត្តតែម្ដងព្រោះថាមុននឹងសម្លាប់ឬក៏ធ្វើស៊ីនរណាគេម្នាក់ហ្នឹងនាងបានរៀបចំគម្រោងការយ៉ាងម៉ត់ចត់មួយសន្សំយ៉ាងចិត្តត្រជាក់ធ្វើយ៉ាងម៉េចគឺកុំឲ្យគេចាប់នាងបានតែម្ដងហើយនៅទីបំផុតនៅពេលដែលគេចាប់នាងបានគេក៏បានឲ្យនាងធ្វើតេស្ត psychopath level psychopath ហ្នឹងអ្វីដែលគេនឹកស្មានមិនដល់គឺនាងទទួលបានពិន្ទុខ្ពស់បំផុតនៃប្រវត្តិសាស្ត្រនៃការធ្វើតេស្ត psychopath គឺ40 លើ 40 តែម្ដងហើយករណីនេះគឺកើតឡើងនៅក្នុងអំឡុងឆ្នាំ2000ទៅដល់ឆ្នាំ2005 5ឆ្នាំប៉ុន្តែมันមានរូបភាពមុខមាត់ពិតរបស់នាងណាមួយត្រូវបានគេបង្ហាញជាសាធារណៈតតែសោះរហូតមកដល់ឆ្នាំ2024នេះអ្វីដែលគេបើកបង្ហាញបានគ្រាន់តែ story ហើយនឹង report របាយការណ៍របស់ប៉ូលីសតែប៉ុណ្ណោះអត់ដឹងថាហេតុផលអីបានគេអត់អាចបង្ហាញមុខគាត់បានណាហើយនារីម្នាក់នេះគឺឈ្មោះអឹមអ៊ីនសុកកើតឡើងនៅក្នុងឆ្នាំ1976នៅក្នុងគ្រួសារមួយដែលមានជីវភាពធូរធារមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងដំបូងឡើយមុខមាត់របស់នាងមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេដូច្នេះគ្មាននរណាគេម្នាក់បានស្គាល់ពីរូបរាងមុខមាត់ពិតរបស់នាងនោះឡើយតែជានិច្ចកាលនាងត្រូវបានគេពណ៌នាថាមានកម្ពស់ខ្ពស់រាងស្អាតនិងទម្រង់មុខដ៏ទាក់ទាញខ្លាំងមែនទែនចំពោះប្រវត្តិរៀនសូត្ររបស់នាងវិញនាងបានបញ្ចប់ការសិក្សាត្រឹមតែវិទ្យាល័យតែប៉ុណ្ណោះក្រៅពីរឿងសម្រស់ឬមួយទៀតដែលគេតែងតែលើកឡើងអំពីនាងនោះគឺការចាយលុយដ៏ខ្ជះខ្ជាយនិងជាពិសេសទៅលើរបស់របរ brand ថ្លៃប្រណិតរបស់នាងមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់នាងបាននិយាយថានាងគឺត្រូវតែមានរបស់ brand ដូចជាកាបូបផលិតផលម៉ាកល្បីៗនៅជាប់នឹងខ្លួនជានិច្ចហើយជីវិតដ៏លយឆាយហឺហានេះឯងដែលតាក់ទាញនាងឲ្យទៅធ្វើរឿងឧក្រិដ្ឋកម្មជាច្រើនមិនថាទៅលើប្តីម្ដាយបងប្អូននិងសូម្បីតែកូនបង្កើតរបស់ខ្លួនផ្ទាល់ដើម្បីបានយកលុយមកបំពេញតណ្ហាផ្ទាល់ខ្លួនតាំងពីថ្ងៃដែលនាងត្រូវបានគេចាប់ខ្លួននៅថ្ងៃទី19ខែមេសាឆ្នាំ2005មុខមាត់របស់នាងមិនត្រូវបានគេបង្ហាញជាសាធារណៈនោះឡើយតែមានពាក្យចចាមអារាមរហូតមកថានាងមានមុខមាត់ស្អាតដូចជាតារា K-pop អញ្ចឹងរហូតមកដល់ឆ្នាំ2024នេះគឺជិត20ឆ្នាំទៅហើយទើបមុខនិងរូបថតរបស់នាងមិនត្រូវបានគេ blur បន្តទៀតហើយក៏បង្ហាញឲ្យសាធារណជនបានឃើញហើយពិតមែនបងប្អូនអ៊ីងសុកពិតជាមានសម្រស់ស្រស់ស្អាតដូចដែលគេនិយាយតគ្នាមែនមនុស្សដែលស្គាល់អ៊ីងសុកធ្លាប់និយាយថានាងហាក់ដូចជាក្មេងស្រីម្នាក់ដែលស្លូតត្រង់ចេះយកចិត្តទុកដាក់ចំពោះអ្នកដទៃនិងមានចិត្តល្អខ្លាំងមែនទែនតែអ្នកណាតែនឹកស្មានដល់ថានៅពីក្រោយទឹកមុខដ៏ស្រស់ស្អាតនាងគឺជានារី psychopath ឃាតកររោគចិត្តដ៏ឃោរឃៅម្នាក់ពឹសពុលនិងពុតបុតដែលហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងតាំងពីដុតផ្ទះដាក់ថ្នាំសម្លាប់ប្តីនិងដុតមន្ទីរពេទ្យជាដើមតែមុននឹងចូលដល់សាច់រឿងរបស់យើងបងប្អូនខ្ញុំសូមពន្យល់បងប្អូនឲ្យដឹងច្បាស់ពីពាក្យ psychopath បន្តិចសិនតាមអ្វីដែលខ្ញុំស្រាវជ្រាវមកនៅក្នុងក្រុមមនុស្ស psychopath នេះមិនមែនជាក្រុមមនុស្សដែលមានបញ្ហាសតិអារម្មណ៍ហើយដើរសម្លាប់គេដោយមិនញញើតដៃនោះទេតែផ្ទុយទៅវិញពួកគេគឺជាក្រុមមនុស្សដែលមានសតិគ្រប់គ្រាន់ហើយជារឿយឆ្លាតជាងគេ
ទៅទៀតផងក៏មានឆ្លាតខ្លាំងIQ ខ្ពស់ពួកគេចេះគិតគូរពិចារណាបានដិតដល់ពូកែសម្ដែងពូកែរត់លេះហើយនឹងសាងរឿងជាដើមហើយបើនៅក្នុងករណីពួកគេគឺជាឃាតករវិញឃាតករនឹងគឺសាហាវខ្លាំងមែនទែនពួកគេរៀបចំគម្រោងការសម្រាប់ដំណាក់កាលនីមួយៗគឺច្បាស់លាស់ជាទីបំផុតស្ទើរតែប៉ូលីសដែលមានជំនាញផ្នែកសិក្សាស្រាវជ្រាវស៊ើបអង្កេតចាប់ពួកគេមិនងាយបាននោះទេករណីទី1ទៅលើប្តីទី1របស់នាងអ៊ីនសុកបានជួបស្វាមីទី1របស់នាងនៅក្នុងឆ្នាំ1997នៅពេលដែលនាងមានអាយុទៅតែ19ឆ្នាំតែប៉ុណ្ណោះហើយក៏បន្តមានកូនដំបូងជាមួយគ្នានៅក្នុងឆ្នាំ1998តែម្ដងមួយឆ្នាំក្រោយការរៀបការមើលពីក្រោយទៅហាក់ដូចជាគ្រួសារមួយដ៏រីករាយជាគ្រួសារមួយតូចគួរឲ្យស្រឡាញ់ហើយគ្មាននរណាគេម្នាក់ដឹងទេថានេះគឺជាចំណាប់ផ្ដើមនៃរឿងដ៏ខ្មៅងងឹតមួយដែលគ្មាននរណាគេអាចស្មានដល់វាបានចាប់ផ្ដើមឡើងនៅក្នុងអំឡុងឆ្នាំ2000 3ឆ្នាំក្រោយការរៀបការដែលមនុស្សជុំវិញខ្លួនរបស់អ៊ីងសុកចាប់ផ្ដើមរងរបួសពិការឬក៏ស្លាប់យ៉ាងអាក់កំបាំងជនរងគ្រោះដំបូងនោះគ្មាននរណាគេឆ្ងាយទេគឺកូនស្រីរបស់នាងផ្ទាល់តែម្ដងនៅថ្ងៃទី17ខែកុម្ភៈឆ្នាំ2000កូនស្រីរបស់អ៊ីងសុកមានអាយុទៅតែ2ឆ្នាំតែប៉ុណ្ណោះនៅពេលដែលនាងបាត់បង់ជីវិតអ៊ីងសុកបានអះអាងថាកូនរបស់នាងបានដួលនិងរបួសក្បាលខ្លាំងនៅពេលនោះពួកគេមិនបានចាប់ប្រកាន់នាងពីការស្លាប់របស់កូននាងនោះឡើយយើងមិនដឹងនោះទេថាតើមានរឿងអ្វីមួយដែលកើតឡើងដែលអ៊ីងសុកបានលាក់បាំងឬវាពិតជាឧបទ្ទវហេតុមួយដ៏សោកសៅពិតមែនប៉ុន្តែនេះវាគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះបងប្អូនបន្ទាប់ពីកូនស្រីរបស់ខ្លួនបានស្លាប់ទៅប្តីរបស់អ៊ីនសុកក៏បានក្លាយទៅជាជនរងគ្រោះនិងគោលដៅបន្ទាប់របស់នាងក្នុងរយៈពេល2ឆ្នាំបន្ទាប់ដែលពួកគេរស់នៅជាមួយគ្នាពោលគឺពីឆ្នាំ2000ដល់ឆ្នាំ2002អ៊ីងសុកបានរៀបចំគម្រោងការយ៉ាងច្បាស់លាស់និងសន្សំខ្លាំងមែនទែនដើម្បីធ្វើស៊ីប្តីរបស់ខ្លួននៅក្នុងរយៈពេល2ឆ្នាំនោះប្តីរបស់នាងបានចូលសម្រាកមន្ទីរពេទ្យជាច្រើនដងដោយសារតែរបួសផ្សេងពីគ្នាប្តីរបស់អ៊ីងសុកធ្លាប់បាននិយាយដែរថានៅរយៈពេលនោះគាត់ដូចជាខ្សោយខុសធម្មតាហើយនៅសុកមិនដឹងជាកើតអីទេគាត់ក៏សន្លប់ដោយចៃដន្យភ្លាមតែម្ដងហើយនៅពេលដែលភ្ញាក់ពីសន្លប់មកវិញគឺខ្លួនគាត់នៅក្នុងមន្ទីរពេទ្យបាត់ទៅហើយដោយគាត់មិនបានចាំថាមានរឿងអ្វីកើតឡើងនោះទេក្នុងរយៈពេលជាង2ឆ្នាំនោះប្តីរបស់អ៊ីនសុកបានជួបប្រទះនឹងគ្រោះថ្នាក់ដែលគំរាមកំហែងដល់អាយុជីវិតរបស់គាត់ជាង10ដងឯណោះរួមទាំងរបួសដោយការចាក់ដោយកាំបិតធ្លាក់ពីលើជណ្ដើរហើយនឹងសំបីតែភ្នែកម្ខាងរបស់គាត់ក៏ត្រូវបានខ្វាក់ដោយអាកំបាំងដែរអ៊ីងសុកវិញតែងតែបញ្យល់ពីឧបទ្ទវហេតុនោះថាខណៈពេលដែលប្តីរបស់នាងកំពុងតែស្ថិតនៅក្រោមភាពតានតឹងនិងវិបត្តិផ្លូវចិត្តដោយការបាត់បង់កូនរបស់ពួកគេផ្ទាល់គាត់បានប្រើប្រាស់ថ្នាំព្យាបាលជំងឺបាក់ទឹកចិត្តឬក៏ depressionនឹងតែងតែអាដៃនឹងធ្វើសកម្មភាពផ្សេងដោយខ្លួនឯងឲ្យមានគ្រោះថ្នាក់ជានិច្ចហើយនៅអំឡុងពេលដែលគាត់ទទួលការសម្រាប់ព្យាបាលនៅមន្ទីរពេទ្យក៏ដោយក៏គាត់ខ្សោយកម្លាំងខ្លាំងមែនទែនហើយនឹងមិនអាចផ្ដល់ជាចម្លើយច្បាស់លាស់ឬក៏ប្រស្រ័យតាក់ទងទៅនឹងក្រុមគ្រួសាររបស់គាត់បាននោះទេសង្ស័យដោយសារថ្នាំ depression ឬក៏យ៉ាងម៉េចយើងអត់ដឹងទេណាចាំមើលតាមតទៀតសិនព្រោះរឿងដល់ថ្នាក់នេះហេតុអីបានគេអត់ចាប់សង្ស័យទៅលើនរណាគេម្នាក់នៅជុំវិញរឿងហ្នឹងទីបំផុតនៅថ្ងៃទី25ខែមិនិនាឆ្នាំ2002ប្តីដំបូងរបស់អ៊ីនសុកទីបំផុតក៏ទទួលមរណភាពនៅក្នុងអាយុត្រឹមតែ27ឆ្នាំតែប៉ុណ្ណោះហើយក្រោយមកការប៉ັດក៏ត្រូវបានលាតត្រដាងថាតាមពិតទៅអ៊ីនសុកនឹងឯងគឺជាអ្នកដាក់ថ្នាំងងុយដេកនិងថ្នាំជំងឺបាក់ទឹកចិត្តឲ្យប្តីរបស់នាងរួមបញ្ចូលគ្នាតែម្ដងដែលនោះគឺជាការហាម5របស់លោកវិជ្ជបណ្ឌិតតាំងពីនៅមន្ទីរពេទ្យឯណោះបានថាបើសិនជាឲ្យប្តីនឹងញ៉ាំថ្នាំងុយគេងកុំឲ្យញ៉ាំជាមួយនឹងថ្នាំ depression នឹងតែគាត់អត់ទេគឺដាក់បញ្ចូលគ្នាក្នុងពេលតែមួយតែម្ដងហើយខណៈពេលដែលប្តីរបស់នាងខ្សោយខ្លាំងនាងក៏បានរុញគាត់ធ្លាក់ពីលើជណ្ដើរតែម្ដងហើយភ្នែករបស់គាត់ខ្វាក់ដោយសារតែអ៊ីងសុកផងដែរដោយនៅពេលដែលប្តីគាត់សន្លប់ហ្នឹងគឺនាងបានយកមកជុលខ្ទាស់ភ្នែកប្តីរបស់ខ្លួនបងប្អូនមូលហេតុដែលប្តីរបស់នាងខ្សោយនឹងនិយាយមិនកើតនៅមន្ទីរពេទ្យនោះគឺមកពីនាងបានលួចដាក់ថ្នាំងងុយគេងឲ្យប្តីរបស់នាងនៅទីនោះផងដែរគឺសាហាវខ្លាំងមែនទែនជាមួយនឹងទឹកមុខស្លូតបូតនិងភាពពុតត្បុតរបស់នាងគ្រួសាររបស់ប្តីនាងហ្នឹងគឺជឿទៅលើនាងសុបតែម្ដងថារបួសរបស់គាត់ហ្នឹងកើតឡើងដោយសារតែប្តីរបស់នាងធ្វើដោយឯងដោយសារតែជំងឺបាក់ទឹកចិត្តបណ្ដាលមកពីកូនរបស់ខ្លួនស្លាប់ហើយបន្ទោសទៅថ្នាំវិញទៀតអ៊ីងសុកបានសម្ដែងដូចជាការឈឺចាប់យំលន់តួដូចនាងកំពុងតែបាត់បង់កូនផងហើយ
មកជួបជាមួយនឹងប្តីដែលជួបឧបទ្ទវហេតុអញ្ចឹងទៀតអញ្ចឹងនាងដូចបដាចាអញ្ចឹងហើយប៉ិនសម្ដែងខ្លាំងមែនតើហើយជាលទ្ធផលនាងក៏ទទួលបានប្រាក់ធនារ៉ាប់រងអាយុជីវិតរបស់ប្តីនាងមែនដែលសរុបមកនាងទទួលបានរហូតដល់ទៅ280លានវ៉ុនឬក៏ស្មើនឹង$200,000ឯណោះក្នុងការទារលុយធានារ៉ាប់រងចំនួន58ដងផ្សេងៗពីគ្នាក្នុងរយៈពេល2ឆ្នាំដោយសារតែការរងរបួសនិងការស្លាប់របស់ប្តីរបស់ខ្លួនផ្ទាល់នឹងគឺជាឧបទ្ទវហេតុប្តីទី1នឹងកូនត្រឹមរយៈពេលតែ1ខែក្រោយប្តីទី1របស់ខ្លួនទទួលមរណភាពនៅខែឧសភាឆ្នាំ2002ដដែលអ៊ីនសុកបានមិត្តប្រុសថ្មីម្នាក់ទៀតដែលជាអតីតកីឡាករម្នាក់បាត់ទៅហើយជោគវាសនារបស់គាត់ក៏មិនខុសអីពីអតីតប្តីរបស់អ៊ីនសុកលើកទី1ដែរយុទ្ធសាស្ត្រធ្វើស៊ីដៃគូរបស់ខ្លួនដ៏ខុសខើរបស់នាងមិនបានបញ្ឈប់ត្រឹមនោះឡើយដោយចាប់ផ្ដើមដំបូងគឺការដាក់ថ្នាំងងុយដេកបន្តិចម្ដងឲ្យសង្សាររបស់ខ្លួនផឹកជារៀងរាល់ថ្ងៃនឹងឯងដោយនាងបានដាក់ពេលខ្លះក៏នៅក្នុងភេសជ្ជៈដែលមានជាតិផ្អែមពេលខ្លះក៏នៅក្នុងទឹកសុទ្ធរហូតដល់ខែវិច្ឆិកាឆ្នាំ2002នៅពេលដែលសង្សាររបស់នាងកំពុងតែទន់ខ្សោយនោះនាងបានចាក់គាត់ពីក្រោយខ្នងត្រង់ចិត្តត្រគាកហើយក៏រុញច្រានគាត់បណ្ដាឲ្យដួលពីលើកម្មចិន្តាតែម្ដងអត់ខុសអីពីករណីទី1ទេនៅពេលនោះគាត់បានរងរបួសដោយការរលាកត្រគាកព្រោះឆ្លងមេរោគនិងបាក់ឆ្អឹងត្រគាកដែលត្រូវការព្យាបាលឆ្អឹងប្រហែលជាង4សប្តាហ៍នៅពេលដែលសង្សាររបស់នាងចូលពេទ្យអ៊ីនសុកក៏បានលួចទៅសង្កាត់ម្នាក់ឯងដើម្បីចុះសម្បត្តិអាពាហ៍ពិពាហ៍ជាប្តីប្រពន្ធស្របច្បាប់នេះមានន័យថាអ៊ីនសុកជាមនុស្សម្នាក់ដែលគិតគូរនិងរៀបចំបានច្បាស់លាស់មែនទែនក្រោយគម្រោងការឬក៏សកម្មភាពនីមួយៗគឺសុទ្ធតែមានហេតុផលច្បាស់លាស់នៅពីក្រោយនោះជានិច្ចនៅថ្ងៃទី14ខែធ្នូឆ្នាំ2002បន្ទាប់ពីបានចុះបញ្ជីអាពាហ៍ពិពាហ៍ជាសម្ងាត់ជាមួយនឹងសង្សាររបស់នាងរួចហើយអ៊ីនសុកបានបន្តឲ្យថ្នាំងងុយដេកនិងថ្នាំជំងឺបាក់ទឹកចិត្តទៅឲ្យប្តីទី2របស់ខ្លួនហើយអ្វីដែលនាងបានធ្វើបន្តនោះគឺចាក់ចំភ្នែកខាងស្ដាំរបស់គាត់ដោយប្រើប្រាស់ម្ជុលខ្ទាស់ដដែលធ្វើឲ្យគាត់ខ្វាក់ភ្នែកម្ខាងទៅហើយនៅពេលដែលប្តីនោះកំពុងតែសម្រាប់ជាបាអ៊ីនសុកគឺនាងបានថែទាំគាត់យ៉ាងដិតដល់ធ្វើដូចជាបារម្ភនឹងប្តីរបស់នាងនោះខ្លាំងមែនទែនដែលនោះតាមពិតទៅគឺជាការសម្ដែងឲ្យគេបានឃើញជាពិសេសក្រុមគ្រួសារខាងប្រុសតែម្ដងហើយដោយសារតែការសម្ដែងរបស់នាងល្អពេកគ្រួសារប្តីទី2របស់នាងក៏ជឿនាងសុបទៅលើការសម្ដែងរបស់នាងហើយទីបំផុតប្តីទី2របស់នាងក៏បានស្លាប់ដោយសារជំងឺឆ្លងមេរោគនៅក្នុងបរិវេណអាងត្រគាកនៅថ្ងៃទី12ខែកុម្ភៈឆ្នាំ2003គម្រោងការនាងក៏បានសម្រេចបន្ទាប់ពីប្តីទី2របស់នាងបានស្លាប់នាងថែមទាំងបានសុំក្រុមគ្រួសារប្តីរបស់នាងនោះធ្វើពិធីរៀបការខ្មោចឲ្យពួកគេទាំង2នាក់ថែមទៀតផងដែលនេះគឺជាពិធីមួយដែលមានន័យថាភរិយាហើយនឹងស្វាមីស្បត់ថានឹងស្មោះស្ម័គ្រជាមួយគ្នាជាដៃគូទោះបីជាលាចាក់លោកទៅហើយក៏ដោយខ្លួននឹងមិនរៀបការជាមួយដៃគូផ្សេងទៀតឡើយហើយនៅត្រង់ចំណុចនេះហើយដែលក្រុមគ្រួសារខាងប្រុសជឿយ៉ាងពេញទំហឹងតែម្ដងចំពោះក្តីស្រឡាញ់របស់នាងទៅលើកូនប្រុសរបស់ពួកគេមិនត្រឹមតែប៉ុណ្ណោះទេនៅក្នុងរយៈពេលប៉ុន្មានខែដែលនៅជាមួយគ្នានោះអ៊ីនសុកនិងស្វាមីទី2ក៏មានកូនប្រុសម្នាក់ជាមួយគ្នាដែរបូករួមទាំងពួកគេមានសម្បត្តិអាពាហ៍ពិពាហ៍ជាមួយគ្នាទៀតនោះលទ្ធផលអ៊ីនសុកក៏ទទួលបានប្រាក់ធានារ៉ាប់រងចំនួន 38.8 លានវ៉ុនស្មើនឹង$270,000ដោយសារតែការរងរបួសនិងការស្លាប់ប្តីទី2របស់ខ្លួនវ៉ាវលើកនេះនាងលែងរៀបការបន្តទៀតហើយប៉ុន្តែនាងបដូរគោលដៅចូលមកដល់ក្រុមគ្រួសារផ្ទាល់ខ្លួនតែម្ដងគោលដៅតែម្យ៉ាងគត់គឺចង់បានលុយអញ្ចឹងអស់ពីរៀបការត្រឡប់មករកគ្រួសាររបស់ខ្លួនត្រូវឯងព្រោះការមិនកើតទៀតសន្យាស្ដាប់មកដល់កន្លែងនេះបងប្អូនប្រហែលជាគិតថាអ៊ីនសុកម្នាក់នេះគឺជានារីដែលធ្វើស៊ីតែប្តីរបស់ខ្លួនឯងតែប៉ុណ្ណោះដើម្បីយកលុយធានារ៉ាប់រងមកបំពេញចំណង់ដែលខ្លួនចង់បានចុះបើអស់ពីប្តីអស់ពីសង្សារតើនាងនឹងទៅធ្វើស៊ីណាណាបន្ទាប់ជាមួយនឹងការស្លាប់របស់ប្តីទី2របស់នាងអ៊ីនសុកបានបន្តរកគោលដៅបន្ទាប់របស់ខ្លួនហើយគោលដៅបន្ទាប់របស់នាងនោះគឺមិនមែនជាណានាគេឆ្ងាយនោះទេគឺម្ដាយរបស់ខ្លួនតែម្ដងនៅថ្ងៃទី26ខែកក្កដាឆ្នាំ2003អ៊ីនសុកបានទៅលេងម្ដាយរបស់ខ្លួនដល់ផ្ទះវាមើលទៅដូចជាកូនស្រីទៅលេងម្ដាយធម្មតាឬក៏នាំចៅទៅជួបជីដូនធម្មតាទេប៉ុន្តែការពិតទៅនោះអ៊ីនសុកមានផែនការមួយផ្សេងទៀតទៅហើយនៅថ្ងៃនោះនាងបានដើរផ្សារទិញម្ហូបធ្វើម្ហូបឲ្យម្ដាយរបស់ខ្លួននិងបងប្រុសរបស់ខ្លួនញ៉ាំដែលនោះមើលទៅគឺមិនមែនជារឿងធម្មតាឡើយខាងក្រុមគ្រួសាររបស់នាងក៏មិនបានសង្ស័យអ្វីច្រើនដែរគ្រាន់តែមានអារម្មណ៍ថាវាប្លែកៗតែប៉ុណ្ណឹងព្រោះនាងមិនដែលធ្វើម្ហូបនោះទេការពីនៅជាមួយនឹងពួកគេបូកបន្ថែមពីលើម្ហូបដែលនាងបានធ្វើនោះនាងក៏បានទិញទឹក
ផ្លែទទឹមកិនឲ្យពួកគេទាំងពីរផងតែអ្វីដែលម្ដាយនិងបងប្រុសរបស់គេមិនដឹងនោះគឺអ៊ីនសុកបានលាយថ្នាំងងុយដេកចូលទៅក្នុងទឹកផ្លែទទឹមនោះនៅពេលដែលពួកគេសន្លប់នាងបានយកម្ជុលស៊ីរាង 500cc ទៅចាក់ចំភ្នែកខាងស្ដាំរបស់ម្ដាយរបស់ខ្លួនដែលធ្វើឲ្យគាត់ពិការភ្នែកម្ខាងហើយនាងក៏បានចាក់អាស៊ីតហៃដ្រូក្លូរីតទៅលើភ្នែកទាំងពីររបស់បងប្រុសបង្កើតរបស់ខ្លួនផងដែរបណ្ដាឲ្យគាត់រលាកកាយភ្នែកទាំងសងខាងទីបំផុតក៏ខ្វាក់ខាងឆ្វេងមិនត្រឹមតែប៉ុណ្្នឹងទេបងប្អូនអ៊ីនសុកបានដុតផ្ទះម្ដាយរបស់ខ្លួនផងដែរហើយក៏ព្យាយាមបន្ទោសរឿងដែលកើតឡើងគ្រប់យ៉ាងទៅលើឧបទ្ទវហេតុភ្លើងឆេះមួយតែប៉ុណ្ណោះដោយសារតែបន្ទាប់ពីម្ដាយនិងបងប្រុសរបស់ខ្លួនអ៊ីនសុកជាអ្នកទទួលបន្ទុកគ្រួសារនាងក៏ជាអ្នកទទួលប្រាក់សរុបចំនួន266លានវ៉ុនគឺ$72,000,000ឯណោះពីការរងរបួសនិងភ្លើងឆេះផ្ទះម្ដាយរបស់ខ្លួននិងរបួសពីបងប្រុសរបស់នាងពីក្រុមហ៊ុនធានារ៉ាប់រងក្រោមឈ្មោះជាអាណាព្យាបាលរបស់ពួកគេនិយាយរួមគោលដៅគឺបានលុយធានារ៉ាប់រងអញ្ចឹងធ្វើអីក៏បានដែរករណីបន្ទាប់អ៊ីនសុកបានបង្វែរគោលដៅទៅលើអ្នកថែទាំកូនរបស់នាងម្ដងបន្ទាប់ពីករណីទាំងនេះហើយប៉ូលីសក៏ចាប់ផ្ដើមសង្ស័យទៅលើអ៊ីនសុកព្រោះថានៅក្នុងអំឡុងពេលប្រហែលឆ្នាំនេះមនុស្សដែលនៅជុំវិញខ្លួននាងបើមិនស្លាប់ខ្វាក់ភ្នែកក៏ពិការផ្នែកណាមួយនៃរូបរាងកាយរបស់ពួកគេដែររហូតដល់ឆ្នាំ2005ថ្ងៃទី1ខែកុម្ភៈដោយជីវិតរបស់នាងធ្លាក់ដុនដាបខ្លាំងហើយដោយសារតែលុយដែលនាងបើកមកគឺចាយវាយទាំងអស់ច្រើនណាស់ប៉ុន្តែចាយម៉ានដងចាយខ្ជាក់ខ្ជីសាហាវមកបងអញ្ចឹងមែនរហូតដល់ខ្លួនគ្មានកន្លែងស្នាក់នៅទៀតផងអ៊ីនសុកក៏បានទៅសុំអតីតអ្នកមើលថែទាំកូនរបស់នាងស្នាក់នៅជាមួយពួកគេជាបណ្ដោះអាសន្ននាងបានសុំនារីម្នាក់នោះស្នាក់នៅត្រឹមតែរយៈពេល2សប្តាហ៍តែប៉ុណ្ណោះនាងនឹងចេញទៅវិញហើយនាងបានត្អូញត្អែថាជីវិតនាងគឺតោកយ៉ាក់ណាស់កុំភ្លេចថានាងធ្លាប់ជួយយកអាសាអ្នកមើលថែទាំកូនរបស់នាងអញ្ចឹងទៅថាអូគួរតែនឹកគុណដល់ការមើលថែទាំរបស់នាងអីចឹងទៅអញ្ចឹងអាណិតនាងផងអីចឹងទៅយេធ្លាប់បើកប្រាក់ខែឲ្យអញ្ចឹងណាគាត់ក៏អាណិតហើយក៏ព្រមអនុញ្ញាតឲ្យនៅដោយសារតែធ្លាប់មើលថែទាំកូនប្រុសរបស់អ៊ីនសុកនឹងមានចិត្តអាណិតអាសូរចំពោះនាងខ្លាំងមែនទែននាងក៏យល់ព្រមគឺទទួលឲ្យអ៊ីនសុកស្នាក់នៅជាមួយខ្លួនរយៈពេល2សប្តាហ៍តែប្រកាសណាស់ថាអតីតអ្នកមើលថែទាំកូនម្នាក់នេះមិនដឹងពីអ្វីដែលអ៊ីនសុកបានប្រព្រឹត្តនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះទេបើដឹងក៏អត់ឲ្យចូលនៅដែរហើយប្រកាសណាស់ថានាងបានដឹងតែពីអំពើល្អដែលអ៊ីនសុកធ្លាប់ធ្វើតែប៉ុណ្ណោះមិនធ្លាប់ដឹងថាអំពើខុសខើរបស់នាងនឹងនៅក្នុងកម្រិតណាមួយនោះឡើយក្នុងរយៈពេល2សប្តាហ៍មកចាប់ផ្ទះមិនសប្បាយចិត្តនឹងអ៊ីនសុកប៉ុន្មាននោះទេព្រោះនាងមកនៅនេះគឺថាមកដេកស៊ីតែម្ដងសំបីតែការងារផ្ទះក៏មិនជួយដែរហើយពេលខ្លះធ្វើខ្លួនដូចជាម្ចាស់ផ្ទះជាដើមប៉ុន្តែដោយយល់ថានាងមកសុំនៅតែ2សប្តាហ៍ខាងម្ចាស់ផ្ទះក៏មិនបានរករឿងឆ្លុះប្រកែកអ្វីដែររយៈពេល2សប្តាហ៍កន្លងផុតទៅម្ចាស់ផ្ទះគេក៏មកសួរនាំថាមកយាយ2សប្តាហ៍ហើយអ៊ីនសុកឯងទៅនៅណាទៀតគម្រោងជួលផ្ទះឬក៏ទិញផ្ទះអីមាននៅតែដូចជាអ្នកទាំងអស់គ្នាស្មានដឹងហើយថាអ៊ីនសុកមិនសប្បាយចិត្តនឹងសំណួរបែបនេះទេឬក៏ចង់ដេញនាងចេញមែនពួកគេចាប់ផ្ដើមដំឡើងសំឡេងសម្ដីដាក់គ្នានៅក្នុងផ្ទះយ៉ាងខ្លាំងហើយនៅទីបំផុតនាងក៏ត្រូវរើចេញដដែលព្រោះម្ចាស់ផ្ទះគេដាច់អហង្ការខ្លាំងមែនទែនហើយថាមិនឲ្យនៅបន្តទៀតនោះទេដោយសារតែនាងគឺផ្កើនខ្លាំងមែនទែននៅក្នុងរយៈពេលដែលនៅជាមួយពួកគេ2សប្តាហ៍ហ្នឹងបងប្អូនភ្លាមនោះនាងក៏បានចាក់ចេញទៅប៉ុន្មានម៉ោងក្រោយមកផ្ទះនោះក៏ត្រូវបានឆេះតែម្ដងនៅពេលនោះគេមិនដឹងច្បាស់នោះទេថាមានរឿងអ្វីកើតឡើងតែសម្រាប់យើងអ្នកស្ដាប់វិញប្រហែលជាអាចស្មានដឹងហើយថាវាគឺជាស្នាដៃរបស់អ្នកណាចុងក្រោយនៅខែមីនាឆ្នាំ2005កូនប្រុសរបស់នាងដែលនាងមានប្តីជាមួយនឹងកូនទី2គឺមានជំងឺកាវ៉ាសាគីដែលនាំឲ្យគេត្រូវចូលសម្រាប់មន្ទីរពេទ្យជាញឹកញាប់នឹងត្រូវការចំណាយលុយច្រើនមែនទែននៅក្នុងអំឡុងពេលដែលកូនប្រុសរបស់នាងកំពុងតែសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យនោះនាងក៏បានប្រទះឃើញនឹងស្ត្រីអាយុ24ឆ្នាំម្នាក់ដែលមានកូនប្រុសរបស់នាងកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យនោះដូចគ្នានារីម្នាក់នោះគឺជាអតីតអ្នកជិតខាងរបស់នាងដែលមានផ្ទះនៅជិតគ្នាហើយនារីម្នាក់នោះក៏ជាអ្នកមានម្នាក់ផងដែរដោយសារតែខ្វះលុយផងអ៊ីនសុកគិតថានេះគឺជាឱកាសពិសេសហើយនាងក៏សម្រេចចិត្តលួច credit card ពីកាបូបលុយរបស់នារីម្នាក់នោះនៅពេលដែលពួកគេសន្ទនាជាមួយគ្នាហើយនាងបានលួចដកប្រាក់ចំនួន 3.8 លានវ៉ុនស្មើនឹង$3,000សហរដ្ឋអាមេរិកដើម្បីចំណាយទៅលើថ្លៃព្យាបាលមន្ទីរពេទ្យកូនរបស់នាងផ្ទាល់តែម្ដងប៉ុន្តែជាអកុសលកូនប្រុសរបស់នាងនៅតែស្លាប់ដោយសារតែជំងឺនោះដដែលកូនគេនៅជិតគ្នានៅថ្ងៃទី3ខែមេសាឆ្នាំ2005ដោយភ័យខ្លាចថានាងនឹងត្រូវបានគេចាប់ពីបទលួចនិងប្រើប្រាស់ credit card របស់អ្នកដទៃអ៊ីនសុតក៏បានប៉ុនប៉ងសម្រាប់ស្ត្រីម្នាក់នោះចោលតែម្ដង
អ៊ីនសុកបានព្យាយាមចង់ដុតមន្ទីរពេទ្យនោះប្រហែលជាដើម្បីបង្កើតភាពចលាចលងាយស្រួលនឹងធ្វើសកម្មភាពប៉ុន្តែម្ដងនេះសកម្មភាពរបស់នាងក៏ត្រូវបានចាប់បានតាមកាមេរ៉ា CCTV របស់មន្ទីរពេទ្យនៅទីបំផុតនៅថ្ងៃទី19ខែមេសាឆ្នាំ2005ប៉ូលីសក៏អាចចាប់ខ្លួនអ៊ីនសុកបានសម្រេចហើយអ្វីដែលកាន់តែហួសចិត្តនោះនៅពេលដែលចាប់ខ្លួននាងបានគឺនាងកំពុងតែណាត់ជួបជាមួយនឹងបុរសម្នាក់ទៀតទំនងជាគោលដៅបន្ទាប់របស់នាងក្រោយពីការចាប់ខ្លួនរបស់អ៊ីនសុកហើយសមាជិកក្រុមគ្រួសាររបស់នាងត្រូវបានគេកោះហៅមកសាកសួរដើម្បីដឹងពីរឿងរ៉ាវរបស់អ៊ីនសុកហើយបន្ទាប់ពីសួរនាំនិងមើលឃើញពីសភាពសមាជិកក្រុមគ្រួសាររបស់នាងហើយប៉ូលីសក៏អាចសន្មតដឹងថានេះមិនមែនជាឧក្រិដ្ឋកម្មលើកទី1ទេដែលនាងបានប្រព្រឹត្តដូច្នេះគេក៏ចាប់ផ្ដើមស៊ើបអង្កេតពីក្តីដតីទៀតដែលពាក់ព័ន្ធទៅនឹងនាងនៅក្នុងពេលសួរចម្លើយអ៊ីនសុកបានព្យាយាមកុហកថាទេនាងគឺជាមនុស្សបែកថ្នាំប៉ុន្តែការធ្វើតេស្តសុខភាពរបស់នាងមិនបានមើលឃើញពីការប្រើប្រាស់ថ្នាំញៀននោះទេអ៊ីនសុកបានព្យាយាមបញ្ចុះបញ្ចូលនិងសម្ដែងថាខ្លួនគឺជាមនុស្សមិនគ្រប់សតិម្ដងគ្រប់សតិម្ដងថាបែកថ្នាំម្ដងថាអត់បែកថ្នាំដើម្បីទទួលការការពារនៅក្នុងនាមជាអ្នកជំងឺវិកលចរិតដោយអះអាងថាអាកប្បកិរិយារបស់នាងបែបនេះគឺមកពីសតិអារម្មណ៍របស់នាងមិននឹងណនឹងរងគ្រោះពីវិបត្តិផ្លូវចិត្តពីការស្លាប់របស់កូនរបស់នាងនិងក្រុមគ្រួសារប្តីទី1របស់នាងប៉ុន្តែតុលាការមិនបានជឿនឹងការគិតបែបនោះទេនៅទីបំផុតអ៊ីនសុកក៏ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិតដោយសារតែក្តីនេះគឺកើតឡើងក្រោយពេលដែលកូរ៉េខាងត្បូងបានលុបចោលនៃទោសប្រហារជីវិត